ថ្ងៃទី28 ខែតុលា ឆ្នាំ2025 ដែលត្រូវជាថ្ងៃមមីមីយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំជូតធាតុឈើវ័យ42ឆ្នាំនិងជូតធាតុភ្លើងវ័យ30ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុភ្លើងមាសនិងអ្នកដែលមានឆ្នាំមមែចហើយនិងខាលទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបុកគ្រឹះមានទិសខាងជើងយើងឃើញថាមានថាមពលល្អប្រសើរដែលជាថ្ងៃជោគជ័យគ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើររីឯការធ្វើការសមាធិតាមបែបឈីមិនតុនជាសម្រាប់ទិសខាងលិចយើងអាចស្នើសុំអំពីអំណាចតួនាទីការជួយទំនុកបម្រុងគាំពារយកអាសានិងសុខភាពរីឯទិសខាងជើងឈៀងខាងលិចយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារទិសខាងត្បូងឈៀងខាងកើតស្នើសុំអំពីទំនាក់ទំនងសម្ព័ន្ធភាពស្នេហាក្នុងការធ្វើការសមាធិតាមបែបឈីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយធ្វើចិត្តឲ្យស្ងប់មនោដូចជាការពិតនៅការទទួលបាននៅធម៌ពលល្អដែលទិសនីមួយមានជូនពរសំណាងល្អសម្រាប់ថ្ងៃស្អែកផ្ទាល់អរគុណ